សួរបងប្អូនថ្ងៃហ្នឹងចង់បង្ហាញបន្ទប់នៅ South Stay បន្តិចឥឡូវយើងដើរទៅដល់បន្ទប់យើងនៅខាងនោះខាងមាត់ទឹកនោះឥឡូវនេះផ្លូវយើងទៅបន្ទប់ហើយទីផ្ទះខាងនេះយើងដាំបន្លែហើយមានកន្លែងនេះយើងអាចចតឡានបានបងប្អូនហើយតិចមានដើមអាស័យនេះចាប់ដើមមានផ្កានេះដើមបុព្រឹកគេហ្នឹងនេះអញ្ចឹងបងប្អូនចង់មកលេងចាប់ដើមឡើងហើយយើងនៅខាងស្ដាំនេះយើងមានដើមទឹកដោះគោតៃវ៉ាន់ផ្លែវានេះចង់ដៃហើយវាចាប់ដើមក្តឹបនេះបងប្អូនហើយអានេះវាផ្លែពីបៃសាអញ្ចឹងវាមានរសជាតិឆ្ងាញ់ហើយគាត់ថាយើងគ្រប់គ្រងអត់គ្រាន់ទេបងប្អូននេះផ្លូវយើងដើរទៅបន្ទប់ផ្លូវយើងស្រួលអូវ៉ាលីស្រួលដើរហាត់ប្រាណបងប្អូនឥឡូវយើងមកដល់បន្ទប់លេខ1យើងហើយបន្ទប់នេះក្រេ2ហើយមានទីធ្លាកុយលេងអាំងសាច់ចុងគ្នាច្រើនអីបានបងប្អូននេះតែយើងដល់មកបន្ទប់យើងមានដើមឈើមានអីបាំងលក្ខណៈធម្មជាតិអញ្ចឹងណាបងប្អូនហើយនៅខាងមុខគឺទឹកយើងហើយចាក់ទឹកនេះទឹកធម្មជាតិហើយវាចាប់ផ្ដើមរីងទឹកហើយរៀងល្អក់ដោយសារមានត្រីមានអីច្រើនអញ្ចឹងណាបងប្អូនយើងចូលទៅក្នុងបន្ទប់ដើម្បីមើលស្ថានភាពបន្ទប់យើងមានក្លិនក្អូបបែបធម្មជាតិណាព្រោះយើងអត់សូវហ៊ានដាក់ទឹកបាញ់ទឹកក្អូបអីខ្លាំងហើយខ្លាចបងប្អូនចាញ់ក្លិនចាញ់អីហើយនេះបន្ទប់យើងលក្ខណៈมันរៀងតូចប៉ុន្តែយើងមានលក្ខណៈតលីហើយលក្ខណៈធីនីគូស៊ីបែបបរទេសលក្ខណៈថាងាយមកចូលមកដល់យើងគេងហ្មងហើយនេះបន្ទប់យើងមើលទៅខាងក្រៅបានហើយមានទឹកសុទ្ធជាប្រភេទកង្ហារបងប្អូនដោយសារយើងប្រើកង្ហារនៅទីនេះដោយសារតំបន់នេះតំបន់ត្រជាក់ប៉ុន្តែដល់ឆ្នាំនេះយើងរៀងធ្លាក់ក្តៅហើយពួកខ្ញុំក៏រៀបចំចង់សេរីម៉ាស៊ីនត្រជាក់ដែរតែចាំមើលតិចទៀតឲ្យបងប្អូនចង់បានប្រភេទម៉ាស៊ីនត្រជាក់ក៏បានចង់បានប្រភេទកង្ហារក៏បានដែរព្រោះអ្នកខ្លះគាត់ចង់បានបរិយាកាសធម្មជាតិអញ្ចឹងណាកង្ហារយើងបើកផ្អួចមានសំណាញ់អញ្ចឹងទៅខ្យល់ចេញចូលល្អស្រួលដកដង្ហើមបងប្អូនអានេះការរៀបចំបន្ទប់យើងគឺយើងរៀបបែបមានរបៀបហើយយើងប្រើប្រាស់របស់ថ្មីបោកគក់ស្អាតមានក្លិនមិនក្អូបឲ្យឈួលទេបងប្អូនយើងនិយាយទៅយើងមានអនាម័យយើងបោកគក់បោកគក់ស្អាតអញ្ចឹងណាបងប្អូនហើយហ្នឹងហើយបងប្អូនអាចមើលបន្ទប់អានេះក្រេនពុកនៅខាងក្រោមហើយនេះកន្លែងយើងអាចបញ្យួរកដៅហើយដាក់វ៉ាលីបានហើយនេះចដើយើងឡើងទៅជាន់ទី2ហ្នឹងហើយជាន់ទី2យើងបែបគាត់គីឡូទុយអីបងប្អូនឡើងមកយើងស្រួលតិចហ្នឹងហើយយើងអាចគេងមើលទៅខាងក្រៅយប់ឡើងហ្នឹងអាចគេងលេងបានអានេះកាលមុនខ្ញុំដាក់សំណាញ់ឥឡូវយើងដាក់ក្តារវិញវាស្រួលយើងចង់បន្ថែមគ្នាអីអាចគេងលេងនៅនេះបានបងប្អូនបែបគូស៊ីក្មេងៗតែងាយស្រួលនិយាយទៅបន្ទប់នេះងាយស្រួលនេះចូលដល់វគ្គបន្ទប់ទឹកយើងនិយាយទៅបន្ទប់នេះគឺពិសេសតិចយើងទលាយគឺយើងបែងចែកកន្លែងលុបមកផ្សេងកន្លែងបកុនផ្សេងហើយនិងកន្លែងមួយទឹកផ្សេងកន្លែងមួយទឹកមានទឹកក្តៅទឹកត្រជាក់សម្រាប់បន្ទប់ទឹកក្នុងហើយយើងស្រឡះយើងមានខ្យល់បរិយាកាសខាងលើដើម្បីពេលមួយទឹកទៅបងប្អូនណាមួយបែបលំហែអត់មាន stress ណាអញ្ចឹងយើងធ្វើបន្ទប់ទឹកបែបនេះនិយាយទៅនៅបន្ទប់នេះគឺពិសេសត្រង់ហ្នឹងហើយយើងមានសាប៊ូខ្មែរច្រាសដោះធ្មេញក្តារអង្គុនអីចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់បន្ទប់ពីរជាន់នេះមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងយើងទៅមើលបន្ទប់បន្តទៀតហើយខ្ញុំចង់បង្ហាញបន្ទប់មានប្រភេទគ្រប់ប្រភេទនៅកន្លែង Sound Stay យើងណាអញ្ចឹងបងប្អូនទៅមើលបន្តទៀតបងប្អូនទៅមើលបន្ទប់អានេះសម្រាប់បន្ទប់នេះគឺអត់មានជាន់ទេយើងស្មើមានលក្ខណៈជាក្រេអញ្ចឹងបងប្អូនលោកអ៊ំលោកយាយពូមីងអីអាចសម្រាប់នៅបន្ទប់នេះបានងាយស្រួលហើយយើងមានទីធ្លាខាងមុខនេះក៏លេងបានបងប្អូនហើយយើងមានដើមឈើនេះបាំងទៅយើងមើលទៅខាងមុខឃើញមានព្រៃមានអីចឹងណាបងប្អូននឹងចូលបន្ទប់នឹងមើលតើស្អាតអត់ហើយនេះការរៀបចំយើងដូចគ្នាកសែយើងខ្លះដូរពណ៌គ្នាខ្លះហើយនេះយើងបែបធម្មតាហើយជាប្រភេទកង្ហារដូចគ្នាក្រេ2ហើយមានបែបលក្ខណៈជាក្រេហើយទូកៅយើងនៅខាងនោះហើយយើងមានប្អួយចំណាញ់ដូចគ្នាយើងមើលទៅខាងក្រៅ
ក៏តិចភ្នែកដូចគ្នាដែរបងប្អូនហើយប្រភេទបន្ទប់ចេះគឺអត់និយាយទៅបើខែក្តៅចេះថ្ងៃវារៀងក្តៅបន្តិចហើយតែយើងបើកកង្ហារទៅវាអត់ហប់ទេបងប្អូនគឺប្រភេទឈើបន្ទប់ឈើអញ្ចឹងវារៀងតិចជាងហ្នឹងហើយបងប្អូនមិនភ័យខ្លាចក្តៅទេព្រោះក្តៅវាក្តៅតិចតួចនៅខាងអូសោមនេះក្តៅតិចតួចអានេះខ្ញុំនិយាយតាមដែរពួកខ្ញុំបានរស់នៅហ្នឹងណាព្រោះយើងអត់ចង់ឲ្យភ្ញៀវគាត់មកស្មានទៅក្តៅស្អកស្អាប់អីបើសិនក្តៅស្អកស្អាប់គឺយើងមានប្រសិនតិចអីចឹងហើយហ្នឹងហើយឥឡូវយើងបន្តទៅដល់បន្ទប់ទឹកហើយសម្រាប់បន្ទប់3នេះគឺធំតលាយគឺយើងតម្រូវឲ្យការគេងការមុជទឹកអីមានអារម្មណ៍ស្រស់ស្រាយបងប្អូននេះយើងបែងចែកដូចគ្នាសម្រាប់កន្លែងលុបមកកុនហើយនឹងកន្លែងមុជទឹកមានទឹកក្តៅទឹកត្រជាក់ដូចគ្នានេះទឹកក្តៅទឹកត្រជាក់យើងហើយយើងមានអួចនេះអត់នេះទេយើងមានបាំងអត់មើលឃើញទេគាត់ណាយើងមួយអញ្ចឹងទៅនិយាយទៅយើងស្រួលខ្លួនតលាយហើយមានសាប៊ូកក់សក់សាប៊ូដោះខ្លួនដូចគ្នាអញ្ចឹងយើងទៅមើលបន្ទប់ទៀតហើយបន្ទប់មួយទៀតហ្នឹងហើយយើងទៅមើលបន្ទប់មួយទៀតហើយសម្រាប់បន្ទប់នេះយើងមានទីធ្លាអាំងសាច់កុយលេងដូចគ្នាបងប្អូននេះបែបចិត្តគ្នានេះយើងអាចមានកន្លែងលាងដៃលាងអីហើយសម្រាប់បន្ទប់នេះដូចគ្នាបងប្អូនដូចគ្នាបន្ទប់ខែ2ដូចគ្នាហើយបន្ទប់ទឹកអីដូចគ្នាអញ្ចឹងខ្ញុំអត់បង្ហាញអានេះទេហើយមានទីធ្លាអង្គុយលេងតែខាងនេះយើងអត់បានតន់ធ្វើបងអង្គុយទេយើងមានតែចក្រានចទីអីចឹងទេចឹងបងប្អូនមានអីអាចយកមកដាក់អង្គុយលេងខ្លួនឯងផ្ទាល់ក៏បានហើយសម្រាប់បន្ទប់នេះនិយាយទៅវារៀងក្តៅតិចដោយសារពួកខ្ញុំធ្វើសម្រាប់ខែល្ងាខ្លាំងគឺបន្ទប់នេះគឺស្រួលគេងវារៀងហប់ណាតែដល់ពេលយើងរៀងខែក្តៅចូលមកដល់ចឹងទៅរៀងហប់តិចតួចហើយយើងចំហវាតិចទៅវាត្រជាក់ព្រោះនៅស្រុកយើងនេះនៅអូសោមនេះគ្មានខ្យល់ត្រជាក់មកត្រជាក់អត់ហប់ទេបងប្អូនសូម្បីតែដើរ5ថ្ងៃនេះក៏អត់ដាច់ញើសដែរបើថាយើងធ្វើអីយូរអញ្ចឹងណាតែត្រជាក់យើងមានខ្យល់ដកដង្ហើមស្រួលនេះខ្ញុំនិយាយតាមត្រង់ឯងហើយអញ្ចឹងមិនចង់តែធ្វើវីដេអូឲ្យបងប្អូនស្គាល់អូសោមព្រោះទឹកដីនេះវាត្រជាក់ស្រួលដកដង្ហើមហើយយើងចង់មកដូចថាយើងចង់មកនេះជាតិពុលក្នុងខ្លួននេះណាយើងអាចសម្រាប់លេងនៅនេះបានបងប្អូនយើងមើលទៅទេសភាពហើយនឹងខ្យល់បរិយាកាសគឺស្រួលខ្លួនណាបងប្អូនតែគេថ្ងៃទី1យើងអ្នកខ្លះគាត់រៀងចាញ់អាកាសធាតុនេះថាត្រជាក់ពេកអីចឹងណាអាហ្នឹងគាត់រៀងអត់សូវស្រួលខ្លួនតែយើងគេង2ថ្ងៃហើយយើងដើរហាត់ប្រាណហាត់អីចឹងទៅក៏នេះដែរឥឡូវយើងមើលបរិយាកាសនៅខាងក្រៅនេះសិនណាបងប្អូនយើងអាចដើរលេងលំហែហើយនៅនេះគឺបែបថាសេវាកម្មគឺសាមញ្ញទេបងប្អូនมันជាសេវាកម្មយើងមិនរំខានដល់ភ្ញៀវអញ្ចឹងយើងមកស្នាក់នៅបែបលក្ខណៈដូចគ្រួសារអញ្ចឹងបងប្អូនមកគេងនៅកក់ក្តៅហើយនៅទីនេះសុវត្ថិភាពយើងនិយាយទៅយើងផ្ដោតយើងអត់មាននៅបញ្ហាទាំងអស់អញ្ចឹងណាហើយយើងសុវត្ថិភាពគេងទៅកុំបារម្ភអីឥឡូវយើងងាកមកមើលបន្ទប់ក្រែមួយយើងហ្នឹងហើយចូលទៅវារៀងហប់ដោយសារតែយើងធ្វើប៉ាសីគិបស្នោហ្នឹងការពារត្រជាក់ចេះក្តៅហប់ទៅយើងបើកអួចហើយបើកកង្ហារទៅគឺត្រជាក់ស្រួលហើយនេះសម្រាប់បន្ទប់ក្រែមួយយើងនិយាយទៅអានេះលក្ខណៈកុងតឺន័រប៉ុន្តែយើងរៀបដូចជាស៊ីដូចគ្នាយើងមានកន្លែងអង្គុយលេងនេះចដើរឡើងហើយកង្ហារបន្ទប់នេះពួកខ្ញុំនឹងធ្វើម៉ាស៊ីនត្រជាក់យើងមាន2ប្រភេទជាប្រភេទកង្ហារនិងប្រភេទម៉ាស៊ីនត្រជាក់សិនអញ្ចឹងបងប្អូនចង់បានប្រភេទកង្ហារក៏បានម៉ាស៊ីនត្រជាក់ក៏បានហើយនេះកន្លែងយើងដាក់ទឹកអីចឹងហើយបន្ទប់ទឹកយើងมันជាធំហ្នឹងណាតែសម្រាប់បន្ទប់ទូគឺល្មមយើងបានចែកផ្សេងគ្នាចឹងវាស្ងួតសម្រាប់កន្លែងលុបមកបកូនហើយកន្លែងទឹកក្តៅទឹកជាក់គ្នាមានសាប៊ូនេះដូចគ្នាបងប្អូនហើយយើងនៅនេះធ្វើក៏មិនជាលំអិតដែរដោយសារយើងរៀងពិបាកជាងគាត់អត់សូវមានជំនាញឬក៏អញ្ចឹងណាហ្នឹងហើយចឹងបងប្អូនមកសូមកុំប្រកាន់អីអានេះសម្រាប់បន្ទប់នឹងហើយហ្នឹងហើយយើងទៅបន្តបន្ទប់ផ្សេងទៀតមានទេសភាពមានទេសភាពចំវិញដូចគ្នានេះគឺយើងទៅបន្តដំណើរនិយាយទៅថ្ងៃហ្នឹងខ្ញុំចង់ថតបន្ទប់គ្រប់ប្រភេទឲ្យបងប្អូនមើលកុំឲ្យឆ្ងល់ហើយក៏មើលបងប្អូនមើលលំហែលេងទៅព្រោះជួនកាលយើងអាចបានមកលេងយើងអាចមើលវីដេអូពួកខ្ញុំថតលេងអញ្ចឹងនិយាយទៅបរិយាកាសហ្នឹងគឺថាមកម្ដងហើយចង់មកម្ដងទៀតហើយអានេះបន្ទប់ខែមួយដូចគ្នាបើថាយើងខុសរឿងខាងមុខផ្ទះតិចអានេះយើងបាំងខ្លាំងជាងអាខាងនោះហើយនេះយើង
ហើយជាប្រភេទម៉ាស៊ីនត្រជាក់ចឹងវារៀងក្តៅដូចគ្នាចឹងខ្ញុំប្រើជាប្រភេទម៉ាស៊ីនត្រជាក់ហើយវាខុសគ្នាតិចតួចតែមានកន្លែងអង្គុយកន្លែងអីដូចគ្នាចឹងបរិយាកាសខុសគ្នាតិចតួចទេបន្ទប់ទឹកអីដូចគ្នាហ្នឹងហើយចឹងខ្ញុំបង្ហាញបន្ទប់នេះតិចតួចទេសម្រាប់ពួកយើងក៏មានរោងសម្រាប់បោះតង់យើងឥឡូវយើងលេងមានបោះតង់សម្រាប់ជូនភ្ញៀវហើយយើងពួកគាត់មានតង់ខ្លួនឯងអាចបោះខ្លួនឯងយើងមានរោងសម្រាប់គាត់ជួលអញ្ចឹងទៅមានភ្លើងមានដុយសាក់ភ្លើងអីចឹងណាបងប្អូនហើយនិយាយទៅខាងនេះក៏ពិសេសដែរកន្លែងនេះយើងស្ងប់ស្ងាត់ហើយទីធ្លាខាងក្រោយនេះគឺស្រឡះនេះបងប្អូនឃើញមានភ្នំមានអីចឹងណាបែបចង្ការគេចឹងទៅហ្នឹងហើយយើងមានរោង2ខាងក្រោយហើយមានដីនេះយើងអត់ទាន់បានធ្វើអស់អញ្ចឹងទៅក៏អត់បានរៀបចំស្អាតដែរបងប្អូនឥឡូវយើងដើរទៅមើលផ្ទះទូចហ្នឹងហើយនេះក្នុងបន្ទប់ក្នុងបន្ទប់ក្រែមួយយើងបន្ទប់ទឹករួមហើយតម្លៃយើងក៏ធូរថ្លៃដែរបងប្អូននេះក៏មានភាពស្រស់ស្អាតដូចគ្នាការរៀបចំដូចគ្នាcònយើងខុសប្រភេទបន្ទប់ហើយនៅបន្ទប់ទឹកអានេះជាប្រភេទកង្ហារតែក៏អត់ហប់ដែរបងប្អូនបន្ទប់នេះនិយាយទៅគឺថាពេញនិយមជាងគេហ្មងសម្រាប់តាំងពីដំបូងមកនេះយើងមាននៅខាងក្រោយគឺមានព្រៃតែសាមមានព្រៃចឹងទៅបន្ទប់នេះគឺត្រជាក់និយាយទៅវាអត់ហប់ទេយើងអាចបោកពូជហើយបងប្អូនចឹងបន្ទប់ស្រួយនេះគឺតម្លៃថ្លៃជាងគេហើយយើងនឹងមានបន្ទប់កំពុងតែសាងនៅចិត្តនឹងដូចគ្នាហើយតម្លៃដូចគ្នាដែរបែបខ្ជូតហ្នឹងហើយចឹងយើងទៅមើលបន្ទប់មួយទៀតតែបន្ទប់នោះអត់ទាន់ធ្វើហើយទេចានេះបន្ទប់ចុងក្រោយគេហើយនៅមានបន្ទប់មួយទៀតបន្ទប់ធំអាហ្នឹងខ្ញុំអត់ទាន់បានថតទេអញ្ចឹងបងប្អូនចាំទស្សនាពេលក្រោយហើយបន្ទប់យើងគេផ្ទះនេះមានពាងមានទៅយកទឹកសម្រាប់មុជទឹកមុជអីបានណាតែដោយសារយើងអត់សូវមុជទៅជាកកអុកពេញហ្នឹងនេះវាទឹកថ្លាល្អអានេះទឹកធម្មជាតិតែយើងអត់មុជទៅពេលភ្លៀងស្លឹកចេកអីធ្លាក់ជ្រុះហើយយើងមានកន្លែងនេះមុជទឹកតាឈូកនេះបងប្អូនមកប៉ុន្តែទឹកជាទឹកត្រជាក់អត់មានទឹកក្តៅទេហើយនេះបន្ទប់យើងរៀបចំធ្វើថ្មីហើយបែបខ្ជូតទៅចាំបងប្អូនជាមួយទូអីចាំមើលវីដេអូពេលក្រោយអញ្ចឹងយើងមកមើលលេងសិនទៅនេះបែបខ្ជូតឲ្យត្រជាក់ខ្ញុំអត់ទាន់ចូលទៅដល់ក្នុងទេមានព្រៃនៅក្រោមដើមឈើហ្មងហើយចាំបងប្អូនចាំមើលទស្សនាពេលក្រោយហើយយើងមានតូសម្រាប់អង្គុយលេងយើងដើរមកដល់បន្ទប់ទឹកសាធារណៈយើងបន្ទប់ទឹករួមហ្នឹងយើងឆ្ងាយបន្តិចទេបងប្អូននេះផ្ទះបុគ្គលិកយើងគេនៅចិត្តហ្នឹងទេនេះបន្ទប់រួមយើងនៅនេះហើយទៅបងប្អូនហើយនេះនិឋានយើងក៏នៅចិត្តផ្ទះយើងដែរទៅដើរហាត់ប្រាណនេះកន្លែងយើងមានបន្ទប់មានតុអីសាឡុងឡើងអង្គុយលេងនេះមិនចង់ទៅអត់ខ្ញុំមកបានរវល់ធ្វើម្ហូបហើយនេះទីធ្លាយើងអង្គុយនៅទឹកមាត់ទឹកក៏បាននេះកន្លែងយើងគេងក៏បានអង្គុយក៏បាននេះកន្លែងសាកថ្មមានអីបែបលំហែទៅបងប្អូននេះដើមផាសិនយើងតែនេះ free wifi បងប្អូនតែបើពេលខ្យល់ខ្លាំងហើយនឹងដាច់តិចណានេះដើមកវាយផាសិនយើងនេះបែបត្រជាក់មើលទៅត្រជាក់ភ្នែកហើយនេះតូបកាហ្វេនេះនៅមាត់ទឹកយើងនេះកន្លែងខ្ញុំប្រាប់ថាអាំងសាច់អីបានណានេះទីធ្លាហ្នឹងយើងអាចអង្គុយជុំគ្នាបានពេលយប់ណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេជំរាបលាបងប្អូនជូនពរសំណាងល្អទាំងអស់គ្នា